บสู้พวกไม้บางអូនហ្នឹងហើយខ្ញុំបាទភិរុនក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនអំពីពូជទឹកសក់របស់ក្រុមហ៊ុន East West Seed គឺពូជEmpire ឬក៏ហៅថាផ្លែ5ណាអញ្ចឹងនៅក្នុងចំការនេះដែរគឺស្ថិតនៅស្រុកជីក្រែងខេត្តសៀមរាបអញ្ចឹងទឹកសក់ចំការសក់នេះគឺគាត់ប្រើប្រាស់គ្រាប់ពូជអស់ចំនួន100ក្រាមអញ្ចឹងវាស្មើនឹង1កំប៉ុងការដាំរបស់គាត់ហ្នឹងគឺចន្លោះពីជួរមួយទៅជួរមួយហ្នឹងគឺ150សង់ទីម៉ែត្រវាស្មើនឹង1ម៉ែត្រកន្លះអញ្ចឹងចន្លោះគុំនេះគឺប្រវែង3ទឹកប្រវែង3ទឹកអញ្ចឹងយើងក៏លេខមកទិន្នផលវិញគឺឃើញថាផ្លែច្រើនមែនទេអញ្ចឹងបើគិតជាចំនួនថ្ងៃបេះហ្នឹងមកដល់ឥឡូវនេះគឺមានរយៈពេល7ថ្ងៃហើយក៏បេះបាន7ថ្ងៃហើយអញ្ចឹងបេះបានយូរហើយចំពោះការដាក់ជីបើតាមសួរគាត់ទៅគាត់ផ្អាកដាក់រយៈពេល10ថ្ងៃដោយសារតែទឹកសក់យើងឥឡូវវារៀងធ្លាក់ថ្លៃបន្តិចអញ្ចឹងទៅគាត់ក៏ផ្អាកដាក់សិនក៏ប៉ុន្តែយើងក៏លេខមើលទិន្នផលវិញគឺផ្លែខ្លាំងផ្លែច្រើនទោះបីជាមានការផ្អាកដាក់ជីបំពន់ក៏ដោយក៏វាផ្លែច្រើនហើយផ្លែនៅតែស្អាតណានេះបងប្អូនអាចមើលបាននេះតាំងពីខាងក្រោមនៅខាងក្រោមនេះអត់បានផ្លែស្លឹកអស់រហូតទៅដល់ខាងលើនេះខាងលើបាទអញ្ចឹងគឺផ្លែស្អាតផ្លែច្រើនមែនទេផ្លែច្រើនមែនទេហ្នឹងហើយអរគុណច្រើនបងប្អូនបាយបាយ